ចឹងយើងដល់ជាន់តដីនេះយើងចាប់ដើរមកជាន់ទី1មកចូលក្នុងបន្ទប់មុនចូលយើងអាចបិទបានបិទដាច់បានហើយចង់បើកវិញក៏បើកមកការដំឡើងកុងតាក់1ជើង3ចំនួន2ភ្លើងអំពូល1តាមចដាគឺតាមចដាឥឡូវយើងចាប់ដើមបើកមើលភ្លើងមិនទៅនេះដំបងសម្រាប់អ្នកទៅរៀនថ្មីឥឡូវបើក discounter មកអញ្ចឹងយើងចាប់ដើមបើកបាទឥឡូវយើងដើរមកដល់ជាន់តដីនេះជាន់តដីនេះឥឡូវចាប់ដើមបើកមើលបើកពូលពឹបភ្លឺឃើញទេភ្លឺម៉ាស់ចូលមកហើយស្រាប់តែចង់បិទវិញបិទមកចំតដីហ្នឹងបើកបិទឃើញកុងតាក់វាឆ្លាស់ទៅឆ្លាស់មកទេខាងនេះអត់មានជាប់ទេព្រោះជើងមិននៅខាងនេះបាត់ហើយអញ្ចឹងចុចបើកមើលពឹបភ្លឺឃើញទេភ្លឺអញ្ចឹងយើងដល់ជាន់តដីនេះយើងចាប់ដើរមកជាន់ទី1មកចូលក្នុងបន្ទប់មុនចូលយើងអាចបិទបានពឹបដាច់បានហើយចង់បើកវិញក៏បើកមកឃើញទេបើកនៅខាងលើបិទនៅក្រោមក៏បានឬក៏បើកនៅខាងលើបិទនៅខាងលើក៏បានចូលពីខាងក្រោមបិទខាងក្រោមក៏បានឆ្លាស់គ្នាអញ្ចឹងអស្ចារ្យណាស់កុងតាក់ជើង3នេះគឺវាមានលក្ខណៈពិសេសអញ្ចឹងភ្លឺតាមចដាអញ្ចឹងនេះកុងតាក់ជើង3ហ្នឹងគឺតអញ្ចឹងឥឡូវខ្ញុំលុបឲ្យមើលបាទនេះកុងតាក់ជើង3មើលរៀងគេនេះមើលរៀងកុងតាក់ជើង3នេះចូលមកឃើញជាប់ហ៎ហើយជើងនេះចំហចុចមកឆ្លាស់គ្នាទៅវិញទៅមកអញ្ចឹងយើងដាក់ចំនួន2មក1 2នេះហ៎តែមកតចូលអញ្ចឹងមកបានអញ្ចឹងនេះការដំឡើងកុងតាក់1ជើង3ចំនួន2ភ្លើងអំពូល1តាមចដាអញ្ចឹងចដាផ្ទះរបស់យើងឧទាហរណ៍ថាអានេះនៅជាន់ក្រោមអញ្ចឹងណានៅជាន់ទី1អញ្ចឹងយើងដើរម្ដងយើងដល់កន្លែងចដាហ្នឹងវាល្ងិតអញ្ចឹងយើងបើកឥឡូវបិទសិនមើលបាទឥឡូវយើងបើកក្រោមបាទបើកក្រោមមកវាភ្លឺដល់ពេលដើរតាមចដាហ្នឹងមកយើងដល់លើបិទវិញបិទឃើញទេចឹងថាចដារបស់យើងអាចប្រើកុងតាក់2អញ្ចឹងដើម្បីបិទបើកដូរគ្នាបានតែដាច់ខាតទៅប្រើកុងតាក់1ជើងប៉ុន្មានបាទមើលដកមើលឲ្យគេមើលជើងមើលជើងកុងតាក់បាទអូខេគឺជើង3នេះអញ្ចឹងដើម្បីប្រើក្នុងការបិទបើកខាងលើក្រោមបានគឺដាច់ខាតត្រូវប្រើជើង3នេះណាតាមវិធីមួយហ្នឹងគឺប្រើជើង3នេះមកកុងតាក់1ជើង3ចាំមើលការបញ្យល់នៅលើប្រូក្រាមលើកុំព្យូទ័របន្ថែមណាបាទជើង3ណា1 2 3បាទតោះយើងបើកវិញមើលបើកទៀតបិទបាទ